មិនយកបរតនត្រ័យពុទ្ធពធប្រសង្ឃជាទីពឹងទីរលឹកដោយសារជីវិតយើងនឹងមានទុក្ខកង្វល់ច្រើនទុក្ខផ្លូវកាយផងទុក្ខផ្លូវចិត្តផងជ្រាភាធិមរណៈផងបរតនត្រ័យពុទ្ធពធប្រសង្ឃនឹងជួយបង្ហាញផ្លូវថាផ្លូវនេះនាំមកនៅសេចក្តីចម្រើនផ្លូវនេះនាំឲ្យកើតទុក្ខពុទ្ធជាម្ចាស់ជាអ្នកនាំផ្លូវជាគ្រូហើយប្រធរហ្នឹងជាផែនទីសម្រាប់យើងដើរប្រសង្ឃហ្នឹងជាអ្នកដើរមុនដូចថាត្រួសត្រាយមានស្នាមសម្រាប់យើងដើរតាមខាងក្រោយអញ្ចឹងយើងយកបរតនត្រ័យជាទីពឹងទីរលឹកហ្នឹងមិនមែនទៅបែបបន់សុំអីទេគឺបានបរតនត្រ័យហ្នឹងជាអ្នកបង្ហាញផ្លូវត្រូវក្នុងជីវិតហ្នឹងដើម្បីឲ្យជីវិតហ្នឹងបានសុខទីបំផុតបានរួចផុតចាកទុក្ខបើបងប្អូនមិនទាន់កាន់សិលបានទេត្រឹមតែទទួលយកពុទ្ធពធប្រសង្ឃបរតនត្រ័យជាទីពឹងទីរលឹកយើងយកជាត្រីវិស័យសម្រាប់ដើរតាមប៉ុណ្ណឹងក៏បានបន់ច្រើនដែរហេតុអីបានវាសនាមនុស្សខុសគ្នាអ្នកធ្វើទៀតចិត្តដលាយរស៊ីធូកើតជាណាកើតក្នុងតកូលធុធាមនុស្សចិត្តកំណាញ់ស្វិតរស៊ីតឹងកើតជាណាក្រទ្រព្យសម្បត្តិអ្នកជួយចិត្តខឹងគេកើតជាណាមុខអក្រក់អ្នកមានចិត្តធ្ងន់ចិត្តត្រជាក់មិនងាយខឹងកើតជាណារូបស្អាតតាំងពីឥឡូវទៅអ្នកជួយចិត្តចំណែនគេមិនងាយបានធ្វើធំទេព្រោះមិនចង់ឲ្យគេធ្វើធំយើងដាំពូជតូចទៀតអ្នកដែលចេះត្រេកអរនឹងគេមាននឹងគេបាននឹងងាយនឹងបានឡើងធ្វើធំដោយសារចិត្តទលាយអ្នកជួយចិត្តវេទតៈអ្នកដតីដាំពូជឈឺច្រើនអ្នកដែលចេះជួយសង្គ្រោះពេលគេមានទុក្ខលំបាកដាំពូជសុខភាពល្អមិនងាយឈឺអ្នកដែលបៀតបៀនសម្រាប់ជីវិតអ្នកដទៃដាំពូជអាយុខ្លីអ្នកដែលរក្សាសិលនឹងដាំពូជអាយុវែងអ្នកដែលចេះគោរពកោតក្រែងអោនលំទោនចំពោះចាស់ទុំអ្នកដែលមានវ័យច្រើនជាងឬក៏អ្នកដែលមានគុណធម៌ជាងដាំពូជកើតក្នុងតកូលខ្ពង់ខ្ពស់អ្នកដែលចៅម៉ងឆ្មងឆ្មៃមើងងាយគេឯងក្អើតកតោមកើតជាតិណាកើតក្នុងតកូលតូចទាបកម្មគឺការងារដែលយើងធ្វើនឹងធ្វើឲ្យវាសនាមនុស្សនឹងខុសគ្នាព្រះនាងម៉ាលិកាជាមហេសីរបស់ព្រះបាទបសិន្ទិកោសលនៅឥណ្ឌាតូចចិត្តរឿងចេះទេថាខ្លួនឯងជាមហេសីមានឋានៈធំសម្បត្តិលុយកាក់នឹងចាយមិនឈ្នះប៉ុន្តែរូបវាមិនសូវស្អាតហើយក៏ទៅថ្វាយបង្គំព្រះអង្គថាមានអីជាហេតុជាបច្ច័យនាំឲ្យស្ត្រីខ្លះហ្នឹងរូបមិនស្អាតប៉ុន្តែឋានៈបុណ្យស័ក្តិធំហើយមានប្រាក់មានទ្រព្យនឹងចាយច្រើនបានព្រះអង្គសម្ដែងស្ត្រីពួកខ្លះហ្នឹងជួយចិត្តខឹងងើមួម៉ៅឆេវឆាវតែជាអ្នកជួយចិត្តធ្វើទៀនតែខ្មែរយើងជួយចិត្តនិយាយថាមាត់អាក្រក់ប៉ុន្តែចិត្តល្អអញ្ចឹងមានអីចែកហើយប៉ុន្តែមួម៉ៅឆេវឆាវនងណាំងហើយជាស្ត្រីដែលមិនចេះចំណែនគេទេគេមានគេបានគេល្អអីឲ្យគេល្អចាស់ចិត្តនឹងស្រឡះទលាយមិនយ៉ាងអៀតទេអញ្ចឹងកម្មដែលបុគ្គលនឹងបានធ្វើខឹងច្រើននាំឲ្យរូបមិនស្អាតចូលចិត្តធ្វើទៀននាំឲ្យមានទ្រព្យមានលុយមានកាក់ចាយច្រើនមិនចេះចំណែននាំឲ្យបានមានឋានៈបុណ្យស័ក្តិខ្ពង់ខ្ពស់ដោយនាងម៉ាលិកាអញ្ចឹងបាននាងនឹងថ្វាយគុំព្រះអង្គឆ្លើយច្រើនប៉ុន្តែចំណុចនឹងមួយបញ្ជាក់ឲ្យនាងម៉ាលិកាទទួលថាអូអរគុណដែលព្រះអង្គទូលគុំខ្ញុំកណានេះពីដើមមកខឹងច្រើនទើបរូបមិនស្អាតតែជួយចិត្តធ្វើទៀនបានមានទ្រព្យច្រើនមានសម្បត្តិច្រើនហើយមិនចេះចំណែនគេទើបមានឋានៈបុណ្យស័ក្តិខ្ពង់ខ្ពស់តើអមនុស្សមានមែនឬទេអមនុស្សមានមែនអមនុស្សប្រែមកវិញថាមិនមែនមនុស្សអមនុស្សមានពីរអមនុស្សឋានៈទាបនិងអមនុស្សឋានៈខ្ពស់អមនុស្សថ្នាក់ទាបដូចជាប្រែតនរកដេឆានសូរកាយដែលយើងហៅថាខ្មោចព្រាយបិសាចដែលត្រូវទទួលផលនៃបាបកម្មស្រេកឃ្លានទុក្ខលំបាកពួកនរកប្រែតសូរកាយហ្នឹងអាចនៅជាមួយយើងហ្នឹងក៏មានហើយពេលខ្លះគេបង្ហាញខ្លួនឲ្យយើងឃើញហើយធ្វើឲ្យយើងភ័យខ្លាចទៀតក៏មានប៉ុន្តែពេលខ្លះគេមកដើម្បីសុំយើងឲ្យធ្វើបុណ្យឧទ្ទិសឲ្យគេហ្នឹងក៏មានដែរគេមិនមែនមកបន្លាចយើងទាំងអស់ទេចំណែកអមនុស្សថ្នាក់ខ្ពស់ទេវតារុក្ខទេវតាអារក្ខទេវតាទេវតាចាតុមហារាជការតៅតឹងសាយាមាឡើងលើខ្ពស់ទៅបុណ្យគេខ្ពស់គេមានសេចក្តីសុខច្រើនជាងយើងអាយុគេវែងជាងយើងមានឫទ្ធិច្រើនជាងយើងអញ្ចឹងទៅទេវតាថ្នាក់តូចទាបនៅផ្ទះយើងហៅជានាងផ្ទះឬក៏នៅដើមឈើយើងហៅរុក្ខទេវតា
នៅនឹងតាមផ្លូវតាមព្រៃតាមភ្នំអីយើងហៅថាអារក្ខទេវតាខ្លះនៅនឹងទឹកគេហៅអារក្ខទឹកចឹងក៏មានពួកទេវតាហ្នឹងអាចជួយបីបាច់ថែអាសាយើងដែរបើយើងជាមនុស្សល្អត្រឹមត្រូវមានកតញ្ញូដឹងគុណម៉ែឪហើយមានចិត្តល្អមានមេត្តាយើងជូតបុណ្យជូនកុសលដល់គេគោរពបូជាគេខ្លះចឹងណាប៉ុន្តែយើងមិនដឹងថាមួយណាជាមួយណីទេព្រោះយើងមើលមិនឃើញគេមិនបានឲ្យយើងមើលអត្តសញ្ញាណប័ណ្ណគេជាទេវតាថ្នាក់ខ្ពស់ឬក៏ទេវតាថ្នាក់ទាបអញ្ចឹងបងប្អូនកុំសូវចេះហៅមនុស្សខ្មោចចូលពេកព្រោះយើងមិនដឹងមិនស្គាល់គេផងមិនដឹងមួយណាជាមួយណីពួកមនុស្សហ្នឹងអាចជួយយើងឬអាចបន្លាចយើងដែរបើយើងធ្លាប់ជាប់ជាសាច់ញាតិជាបងជាប្អូនមានបុណ្យកុសលជាមួយចឹងទៅគេអាចជួយយើងប៉ុន្តែបើយើងមានគំនុំគុំគួនមួយគេទៅគេអាចបន្លាចយើងទៅដែរយើងមានតែផ្សាយមេត្តាឧទ្ទិសកុសលសូមឲ្យអស់លោកបានសេចក្តីសុខចុះហើយរកបុណ្យរកកុសលមករក្សាខ្លួនយកប្រតនត្រ័យពុទ្ធពធព្រះសង្ឃជាទីពឹងទាលើករក្សាសិលចម្រើនមេត្តាទៅយើងមានបុណ្យមានកុសលអញ្ចឹងពួកមនុស្សហ្នឹងក៏មិនងាយបៀតបៀនយើងបានដែរតែពាក្យថាអហោសិកម្មបានន័យដូចម្ដេចអហោសិកម្មក្នុងន័យទូទៅមានន័យថាលែងយកទោសយកបីលែងចងកម្មពៀជាមួយអញ្ចឹងប៉ុន្តែមិនប្រកាសថាបុគ្គលនឹងរួចផុតពីផលនៃកម្មទេណាយើងឯអ្នកផុតទៅព្រោះយើងអត់ចងកម្មពៀមួយគាត់ណាប៉ុណ្្នឹងក្នុងន័យទូទៅឯងក្នុងន័យអភិធម្មអហោសិកម្មមានន័យថាកម្មនឹងវាអត់មានពេលឲ្យផលវាឧបមាដូចថាពូជនឹងវាស្អុយទៅវាហួស delay ហួសពេលវេលាឲ្យផលកម្មតិចតួចណានៃអញ្ចឹងទៅយើងធ្វើឲ្យទៅវាមានកម្មអីផ្សេងមកមុនទៅអញ្ចឹងកម្មហ្នឹងអត់មានពេលឲ្យផលហួសពេលឲ្យផលក៏គេហៅអហោសិកម្មឬក៏មួយទៀតបុគ្គលដែលបានសម្រេចជាព្រះអរហន្តអញ្ចឹងលែងមានជាតិកំណើតទៅទៀតហើយអញ្ចឹងកម្មវាទៅលែងរួចទៀតវាព្រោះអត់មានម្ចាស់ទៅទទួលផលកម្មហ្នឹងដូចអង្គលីមៀលអីចឹងប៉ុន្តែពេលលោកនៅរស់លោកទទួលផលកម្មដែរប៉ុន្តែដល់ពេលបរិនិព្វានលែងមានជាតិកំណើតកម្មហ្នឹងវាអស់ធំហ្នឹងដែរមួយទៀតសកម្មភាពរបស់ព្រះអរហន្តព្រះសម្មាសម្ពុទ្ធអីជាដើមហ្នឹងទោះជាអំពើនោះចាត់ទុកថាជាអំពើល្អមានចិត្តមេត្តាករុណាទេសនាជួយបដិបត្តិប៉ុន្តែកម្មហ្នឹងមិននាំឲ្យមានផលទៅទៀតពីព្រោះព្រះអង្គលែងកើតទៅទៀតហើយក៏ជាអហោសិកម្មដែរអ្នកដែលជួយចិត្តចែកទៀនដាំពូជមួយរស៊ីធូកើតជាតិណាម៉ែឪមានទ្រព្យសម្បត្តិច្រើនបើរស៊ីអីក៏ងាយនឹងចំណេញដែរប៉ុន្តែបើគាត់ធ្វើទៅទៀនហើយអត់រក្សាសិលគាត់អាចកើតក្នុងកំណើតអត់ល្អពីព្រោះការរក្សាសិលនាំឲ្យបានកើតក្នុងសុគតិភពជាមនុស្សឬក៏ជាទេវតាអញ្ចឹងបើគាត់ធ្វើតែទៀនអាចទៅកើតជាសំណក់អីចឹងទៅប៉ុន្តែមានអ្នកមានសេដ្ឋីអុកញ៉ាយកទៅចិញ្ចឹមនៅសផ្ទះវិឡាជីសឡានរយអញ្ចឹងប៉ុន្តែខ្លួនឯងជាសំណក់ទេអញ្ចឹងបើយើងធ្វើទៀនផងយើងរក្សាសិលផងយើងមានទាំងទ្រព្យយើងបានកើតក្នុងកំណើតល្អទៀតប៉ុន្តែបើគាត់រក្សាតែសិលទេអត់សូវបានធ្វើទៀនណាកើតមកជាមនុស្សជាទេវតាប៉ុន្តែក្រីក្រទ្រព្យសម្បត្តិសូម្បីតែកើតជាទេវតាខ្លះអត់មានអាហារបរិភោគហូបទេដើររើសរបស់របរគេខាកគេស្ដោះឬក៏កតិចកទីបាយទឹកគេចោលណាទេវតាដែលខ្សោយបុណ្យណាមានតែបុណ្យនាំឲ្យទៅកើតជាទេវតាប៉ុន្តែខ្វះបុណ្យនាំឲ្យមានបាយទឹកនំចំណីហ្នឹងមិនចាំបាច់តែមនុស្សទេទេវតាខ្លះក៏ក្រីក្រដែរដោយសារអត់សូវបានធ្វើទាន